ចាសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមកមើលពីការដាំដុះបន្លែអ្នកនរគ្នាបន្លែធម្មជាតិចាការដាំនេះគឺការដាំសាកល្បងសិនអញ្ចឹងណាអ្នកនរគ្នាក្នុងនោះដែរមានស្ពៃសាឡាត់ប្រូកូលីស្លឹកខ្ទឹមខាត់ណាជាដើមទៀតអ្នកនរគ្នាមានច្រើនមែនទែនចាការដាំនេះគឺប៉ាម៉ាក់ខ្ញុំជាអ្នកដាំឯណាអ្នកនរគ្នាមិនខ្ញុំទេនេះខ្ញុំគ្រាន់តែមកថតប្រាប់ពីការដាំបន្លែធម្មជាតិនៅកន្លែងខ្ញុំទីលានកន្លែងដែលយើងដាំនេះគឺមានទីលានធំដែរអ្នកនរគ្នាសម្រាប់ការដាំបន្លែនេះអ្នកនរគ្នាហើយយើងក៏មានអ្នកដែលស្រាប់ថែអានឹងថែសួនហ្នឹងអ្នកនរគ្នាមានអ្នកមើលស្រោចទឹកហើយពេលដែលវារីកលូតលាស់ហើយបានផលយើងត្រូវដកបន្លែនឹងអ្នកទាំងអស់គ្នាចាបើយើងអត់ប្រញាប់ដកចេញទេវាធ្វើឲ្យបន្លែនឹងលួយហើយមានតកៅមានអីអ្នកទាំងអស់គ្នាចានេះអញ្ចឹងពេលដែលបានផលហើយម៉ាក់ខ្ញុំជាមួយនឹងប៉ាបានដកបន្លែនឹងយកមកដើម្បីធ្វើម្ហូបអាហារញ៉ាំនៅផ្ទះខ្លួនឯងអ្នកទាំងអស់គ្នាចាហើយនេះជាសមិទ្ធផលដែលខាងយើងដាំបានណាអ្នកទាំងអស់គ្នាមានបន្លែច្រើនមែនទែនចានេះជារូបភាពខ្លះៗតែប៉ុណ្ណោះចាហើយពេលដែលយើងបានញ៉ាំវាគឺមានផាសុកភាពសម្រាប់គ្រួសារយើងអ្នកទាំងអស់គ្នាអរគុណច្រើន